តើអ្នកភ្ញាក់ទេបងថ្លៃបើបងប្អូនទូចចង់ស្ដាប់សម្ដីពូវាងហើយផ្ញើឲ្យខ្ញុំដើម្បីផ្លាស់ប្ដូរ Regina ម៉ៃខ្ញុំនឹងស្លាប់នៅមុខអ្នកគាត់នឹងមិនរស់នៅក្នុងដៃរបស់អ្នកទៀតទេហើយកុំលក់ខ្ញុំចេញខ្ញុំនឹងដូរជាមួយអ្នកវាគ្មានប្រយោជន៍ទេលោកពូវងបាននិយាយថាដែលល្អបំផុតសម្រាប់អ្នកនិងបងស្រីរបស់អ្នកខ្លាចជាប្រពន្ធចុងភូមិខ្យល់ខ្មៅនិងផ្លាស់ប្ដូរបរិមាណអាហារច្រើនបំផុតបងថ្លៃយើងទឹកផ្លូវមួយទៀតយើងអាចដើររកបន្លែព្រៃបានយើងអាចអធិស្ឋានបងថ្លៃអូនឃ្លានណាស់កុំយកអាហាររបស់បងស្រីខ្ញុំទៅឆ្ងាយតើអ្នកកំពុងនិយាយអំពីអ្វីទៅអេបេហើយបន្តធ្វើសេចក្តីប្រាថ្នាតាមខ្ញុំ Full of ពិធីបុណ្យបូជាចាត្រូវបានរក្សាទុកនៅជួរថេរនៃសម្លេងរបស់កុមារខ្ញុំError 504 server error 1504 that's an error there was an error ជប់រឹងរូស Please try again later that's all we know ជឿលែនដាក់កន្ត្រៃរបស់អ្នកជាមុនសិនខ្ញុំនឹងមិនលក់អ្នកទេគ្មាននរណាម្នាក់នឹងលក់អ្នកទេលោក Wong Garfield ខ្ញុំនឹងមិនមានអ្វីពាក់ព័ន្ធជាមួយគាត់ទៀតទេឆៃ Phil អ្នកកំពុងនិយាយការពិតអ្នកនឹងមិនលក់ LG និង Gumi ទៀតទេអ្នកនឹងមិនទៅជួប Wong Garfield ទេវាមិនអាចទៅរួចទេគាត់បាននិយាយមុនគាត់នឹងលក់ LG និង Gumi គាត់បាននិយាយថាប្រទេសរបស់ Wong Garfield អ្នកឆៃ Fadul តើនោះជាសំណាងអាក្រក់មែនទេតើអ្នកធ្វើពុតជាល្ងងដើម្បីអ្វីមុនសការរបស់អ្នក Wong Garfield ត្រូវបានគេប្រៀបធៀបយូរហើយសំណាងអាក្រក់ណាស់សម្រាប់បរិសុទ្ធចំណាស់នេះគាត់បានអនុញ្ញាតឲ្យវូហួរលួចប្រពន្ធខ្លួនឯងខ្ញុំខឹងខ្លាំងណាស់ចាប់តាំងពីខ្ញុំនៅទីនេះខ្ញុំមិនអាចឲ្យពួកគេរងទុក្ខបានទេខ្ញុំឈិនហៅស្បត់ទៅស្ថានសួគ៌ថាចាប់ពីពេលនេះទៅខ្ញុំនឹងមិនលក់អ្នកទេទៅនរណាម្នាក់ហើយថា Wong Garfield ខ្ញុំសន្យាខ្ញុំនឹងមិនលក់អ្នកទៀតទេខ្ញុំសន្យាប្អូននឹងរស់នៅបានល្អមានរបស់អ្នកឱកាសផ្ដល់ឲ្យខ្ញុំខ្លះខ្ញុំសន្យាគ្មានថ្នាំ Jackpot សូមអរគុណខ្ញុំនឹងទៅបោះវាទៅក្នុងអាមេបាសក្នុងពេលដែលខ្ញុំបោះវាលើនេះតើអ្នកមានភស្តុតាងអ្វីខ្លះការប្រកួតប្រជែងថ្មីត្រូវបានចេញផ្សាយវាជាជំនាញថ្មីមួយដែលអាចវាយលុកពីភ្នែករបស់វាអាចវាយប្រហារពីលើអាកាសតើភ្នែករបស់ដងឈោអាចវាយប្រហារពីលើអាកាសបានទេតើវាជាកម្ពុជាកំណនឹងអសកម្មស្ត្រីដែលកើតកំតើនេះជាអ្វីជីហេងតើខ្ញុំអាចយកក្រដាសឆក់ដោយរបៀបណាសម្រាប់ប្រតិបត្តិការស៊ូស៊ូគ្រាន់តែធ្វើអ្វីដែលគួរឲ្យភ្ញាក់ផ្អើលវាអាចកកុញក្រដាសឆក់មនុស្សកាន់តែភ្ញាក់ផ្អើលទិក្រេកាន់តែជ្រៅក្រដាសឆក់កាន់តែច្រើនដែលអ្នកទទួលបានក្រដាសឆក់អាចបំផ្លាញអ្វីគ្រប់យ៉ាងដោយផ្ទាល់អូមានន័យថាតារាប់ណាខ្ញុំធ្វើរឿងឈួតពួកគេមិនអាចយកក្រដាសឆក់បានទេដូច្នេះតើខ្ញុំអាចទទួលបានអ្វីតើខ្ញុំអាចទទួលបានអ្វីខ្លះបងប្រុសខ្ញុំឃ្លានណាស់ខ្ញុំមិនមានកម្លាំងទេមិនអីទេឆេងហ៊ីយើងក៏មិនមានដែរអំណាចចាប់ភ្នែកឥឡូវនេះតើអ្នកកំពុងញ៉ាំអ្វីថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅញ៉ាំសាច់បងប្រុសតើយើងអាចញ៉ាំសាច់បានឬកុំបារម្ភបងប្រុសខ្ញុំនឹងធ្វើដូចដែលខ្ញុំនិយាយស៊ូស៊ូកំពុងឆ្លងសមុទ្រនៅចំពោះមុខគ្រួសារជំហានដំបូងធ្វើឲ្យគ្រួសារភ្ញាក់ផ្អើលធ្វើឲ្យផ្ទះមានការភ្ញាក់ផ្អើលតើនេះជានរណានៅអាយុនេះសម្បុកឈើនៅលើខ្លួនរបស់ខ្ញុំនឹងត្រូវបរិភោគតើក្មេងប្រុសទទួលបានសាច់អ្វីនោះត្រូវតែជាការកុហករបស់បុរសតើគាត់មិនបានទៅរកសត្វតិរច្ឆាននោះទេពិភាក្សារឿងលក់យើងម្ដងទៀតមិនក៏ស្លាប់យ៉ាងនេះចុះចូលយើងរត់ចេញស៊ីនតាវភ្នែករបស់សត្វត្រូវការដកចេញពីខ្យល់តើត្រូវប្រើវាដោយរបៀបណាភ្នែករបស់សត្វត្រូវការដកចេញពីខ្យល់វាអាចត្រូវបានត្រួតពិនិត្យក្នុងចម្ងាយ3ម៉ាយលនៃការ៉េយកវត្ថុចេញពីខ្យល់វាអាចត្រូវបានប្រើដើម្បីប្រមូលវត្ថុក្នុងចម្ងាយ3គីឡូម៉ែត្រ3ម៉ាយលនៃសត្វត្រូវការការត្រួតពិនិត្យយកវត្ថុចេញពីខ្យល់មើលខ្ញុំភ្នែករបស់សត្វត្រូវតែបើកវាគឺជាអ្នកមកទីនេះរួចរាល់ត្រឹមត្រូវទៅវិញហើយរន្ធត់ចិត្តស្រីតូចត្រឹមត្រូវបន្ថែមអាហារមួយទៀតទៅពួកគេប៉ុន្តែមួយនេះតើវាហាក់ដូចជាតូចពេកទេវាហាក់ដូចជាខ្ញុំតូចពេកមួយទៀតវាគឺជាអ្នកទន្សាយថត់ពីក្បាលវាគ្រប់គ្រាន់សម្រាប់ក្មេងស្រីតូចដើម្បីញ៉ាំអាហារឆ្ងាញ់វាគ្រប់គ្រាន់សម្រាប់ក្មេងស្រីតូចដែលសាកល្បងវិធីនេះគ្រាន់តែសាកល្បងវិធីនេះតើវាអាចបង្កើតការឆក់បានប៉ុន្មានប
បងស្រីទី2តើការបូករបស់អ្នកណែណាខ្ញុំមិនចាក់ចេញទេអ្នកទៅប្រសិនបើនាងត្រឡប់មកវិញឬវងកែវវណ្ណមនរណាម្នាក់បន្ទាប់មកវាយឺតពេកហើយតោះទៅអត់ទេបងស្រីទី2បងស្រីទី2យើងត្រូវទៅជាមួយគ្នាខ្ញុំគ្មានប្រយោជន៍ទេខ្ញុំមិនអាចមើលថែអ្នកបានទេពេលដែលឪពុកម្ដាយនិងបងស្រីបានចាក់ចេញខ្ញុំបានសន្យាជាមួយពួកគេដើម្បីថែរក្សាអ្នកឲ្យបានល្អប្រសិនបើមានអ្វីកើតឡើងចំពោះអ្នកខ្ញុំគ្មានមុខចង់ឃើញគេទៀតទេបងស្រីទី2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 យើងត្រូវទៅជាមួយគ្នាបញ្ចូលសក់នេះវាទុកឲ្យខ្ញុំនៅពេលម្ដាយនៅរស់វាជាវត្ថុមានតម្លៃតែមួយគត់នៅក្នុងគ្រួសាររបស់យើងអ្នកអាចយកវាបានយើងអាចដូរអ្វីមួយដើម្បីញ៉ាំនៅតាមផ្លូវបងស្រីទី2តោះទៅជាមួយគ្នាបងស្រីទី2បងស្រីទី2តើអ្នកកំពុងធ្វើអ្វីជាអនវែងប្រកោសសក់ឲ្យប្អូនស្រីទី2ខ្ញុំដឹងអ្នកមានកិច្ចព្រមព្រៀងជាមួយវងកែវឬបងស្រីទី2ហើយខ្ញុំមិនបានទៅជាមួយអ្នកទៅឈួតបងស្រីទី2ជាអនវែងអនុញ្ញាតឲ្យខ្ញុំទៅឲ្យប្អូនស្រីខ្ញុំទៅមិនសមហេតុសមផលបញ្ចូលសក់នេះវាត្រូវបានម្ដាយទុកឲ្យឈុនឡានតើខ្ញុំអាចយកវាដោយរបៀបណាមកក្រោកឡើងមកជាវហៅដងនេះក្រោកឡើងឈុនឡានយកវានេះជាអនុស្សាវរីយ៍ជាអនវែងអ្នកខ្ញុំនឹងទៅរកអ្នកនៅអ្វីដែលឆ្ងាញ់មកទៀតហើយឃ្លានអត់ថ្ងៃនេះយើងញ៉ាំសាច់ទន្សាយលុយគឺនៅតាមផ្លូវជម្រៅនៃកៅអីតូចគឺស្ងប់ស្ងាត់តម្លៃឆក់ឆាន់ឡែនបុក8តម្លៃឆក់ឆែស៊ីបុក7តម្លៃឆក់សតដបុក5តម្លៃឆក់ដងនេះបុក5តម្លៃឆក់ឆែវបុក9ទល់ឲ្យភាពឆក់គឺ90ពិន្ទុបាត់គឺប្រែ35ពិន្ទុ